ចាសសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះថ្ងៃនេះមេឈូករបស់ខ្ញុំបានឈឺពោះហើយប៉ុន្តែយប់ហ្នឹងគឺអត់ទាន់បានកើតទេខ្ញុំមកអែលពោះមេឈូកដោយសារថាវាចិត្តកើតអញ្ចឹងពុកម៉ែបងប្អូនខ្ញុំមេឈូករបស់ខ្ញុំនឹងវាចាប់ផ្ដើមឈឺពោះហើយអានេះប្រហែលជាម៉ោង3ភ្លឺពុកម៉ែបងប្អូនហើយវាចាប់ផ្ដើមឈឺពោះខ្ញុំអង្គុយអែលវាបែបហ្នឹងរហូតអានឹងគឺជាវិធីសាស្ត្រដែលធ្វើឲ្យមេជ្រូកហ្នឹងវាឆាប់កើតអញ្ចឹងពុកម៉ែបងប្អូនគឺខ្ញុំអង្គុយអែលបែបហ្នឹងដើម្បីឲ្យវាមានកម្លាំងចិត្តក្នុងការកើតអញ្ចឹងពុកម៉ែបងប្អូនព្រោះមេជ្រូកជាទូទៅវាដោយតាសត្វផ្សេងអញ្ចឹងវាត្រូវការឲ្យយើងថ្នាក់ថ្នមវានៅពេលដែលវាឈឺពោះអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងខ្ញុំត្រូវតែអង្គុយអែលវាបែបហ្នឹងរហូតតើតើវាកើតអញ្ចឹងពុកម៉ែបងប្អូនអង្គុយអែលបែបហ្នឹងហើយនេះគឺពេលផឹកឡើងមកហើយគឺវាចាប់ផ្ដើមកើតទៅពុកម៉ែបងប្អូនជ្រូករបស់ខ្ញុំហ្នឹងគឺវាកើតកូនច្រើនមែនទែនពុកម៉ែបងប្អូនអញ្ចឹងវាអត់អាចកើតខ្លួនឯងផ្ទាល់បានទេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមអង្គុយបង្កើតវារហូតពុកម៉ែបងប្អូនគឺវាអត់អាចកើតខ្លួនឯងបានទេព្រោះដោយសារវាច្រើនពេកកូនទាំងអស់រហូតដល់តែ20ពុកម៉ែបងប្អូនអើយជ្រូកនោះគឺច្រើនមែនទែនអញ្ចឹងគឺខ្ញុំអង្គុយបង្កើតវារហូតអង្គុយលូកបាវាមកដើម្បីឲ្យវាឆាប់កើតទៅបើមិនអញ្ចឹងទេជ្រូកនឹងអាចកូននឹងអាចងប់នៅក្នុងពោះទាំងអស់ពុកម៉ែបងប្អូនបើយើងអត់លះយកវាចេញមកទេអញ្ចឹងអានឹងគឺជាវិធីសាស្ត្រដែលបង្កើតជ្រូកពេលដែលជ្រូកឈឺពោះហើយអត់កើតហ្នឹងពុកម៉ែបងប្អូននេះខ្ញុំចាប់ផ្ដើមបង្កើតវាមកចេញមកម្ដងមួយឯពុកម៉ែបងប្អូនបើយើងអត់លះលូកវាទេវានឹងអាចងប់នៅក្នុងពោះអញ្ចឹងទៅម៉ែបងប្អូនអាចមើលពីវិធីសាស្ត្រក្នុងការបង្កើតជ្រូករបស់ខ្ញុំបានហើយក៏អាចសួរនាំខ្ញុំបានខ្លះដែរពុកម៉ែបងប្អូននៅក្នុងពេលអំឡុងដែលជ្រូកចាប់ផ្ដើមកើតនៅលើកដំបូងអញ្ចឹងទៅពុកម៉ែបងប្អូនអាចឆាតសួរខ្ញុំបានឬក៏ comment នៅក្នុង channel YouTube របស់ខ្ញុំពុកម៉ែបងប្អូននេះខ្ញុំចាប់ផ្ដើមលូកបដាលូកយកវាចេញមកកុំឲ្យវាងាប់ក្នុងពោះពុកម៉ែបងប្អូនព្រោះដោយសារជ្រូកខ្ញុំនោះវាឈឺពោះយូរពេកវាឈឺពោះរយៈពេល3ថ្ងៃហើយវាអត់កើតទេហើយខ្ញុំក៏ចាក់ថ្នាំដើម្បីបើកមាត់ស្បូនវាហើយបង្កើតវាយកតែម្ដងនិយាយទៅគឺយើងចិញ្ចឹមជ្រូកតើយើងមើលដែរពុកម៉ែបងប្អូនហើយសរុបទៅជ្រូករបស់ខ្ញុំហ្នឹងគឺបាន20ទាំងអស់ពុកម៉ែបងប្អូននេះពេលកើតហើយហ្នឹងបាន20គឺ